តើធ្វើដូចម្ដេចដើម្បីខ្លាយជាវិនិយោគិនដ៏ឆ្លាតវៃហើយរកកម្រៃឬក៏ផលចំណេញនឹងបានច្រើនការវិនិយោគគឺជាការប្រើប្រាស់ធនធាននៅក្នុងថ្ងៃនេះនិងពេលវេលានៅក្នុងថ្ងៃនេះដើម្បីទទួលបានផលចំណេញនាពេលខាងមុខជាការវិនិយោគរកផលចំណេញសម្រាប់រយៈពេលវែងការវិនិយោគគឺមានច្រើនមិនថាការវិនិយោគទៅលើដីធ្លីវិនិយោគទៅលើទ្រព្យសម្បត្តិវិនិយោគទៅលើទីផ្សារហ៊ុនវិនិយោគទៅលើមាសឬក៏ការវិនិយោគទៅលើសុខភាពសូម្បីតែការសិក្សាក៏រាប់បញ្ចូលថាជាការវិនិយោគដែរចុះហេតុអ្វីបានជាយើងចាំបាច់ត្រូវវិនិយោគហើយថាតើតើយើងមានលុយច្រើនទើបយើងអាចចាប់ផ្ដើមវិនិយោគបានមែនឬអត់ក៏ប៉ុន្តែបើសិនជាយើងមិនបាច់ចង់វិនិយោគនឹងក៏បានដែរប៉ុន្តែបើសិនជាអ្នកចង់វិនិយោគនឹងគឺល្អប្រសើរគឺឆាប់ជួយសម្រេចគោលដៅហិរញ្ញវត្ថុរបស់លោកអ្នកហើយជួយបង្កើនទ្រព្យរបស់លោកអ្នកផងដែរឧទាហរណ៍ថាប្រសិនបើយើងមានលុយយើងយកលុយទៅដាក់សន្សំធម្មតាយើងនឹងទទួលបានអត្រាការប្រាក់នៅក្នុងចំនួនណាមួយប៉ុន្តែប្រសិនបើយើងយកលុយទាំងអស់នោះទៅដាក់វិនិយោគយើងទទួលបានផលចំណេញកាន់តែខ្ពស់ហើយបង្កើនទ្រព្យកាន់តែច្រើនយើងនឹងសម្រេចគោលដៅក្នុងជីវិតបានកាន់តែឆាប់រហ័សមួយវិញទៀតលោកអ្នកក៏អាចវិនិយោគទៅលើមាសឬក៏ភាគហ៊ុននៅពេលដែលអ្នកទិញរបស់ទាំងពីរនេះនៅក្នុងពេលដែលវាមានតម្លៃទាបហើយនៅពេលដែលអ្នកលក់ចេញវិញនៅក្នុងតម្លៃខ្ពស់អ្នកទទួលបានផលចំណេញដែលអ្នកអាចមើលឃើញភ្លាមៗតើការវិនិយោគវិញតើយើងមានទ្រព្យសម្បត្តិច្រើនមានធនធានច្រើនទើបអាចវិនិយោគបានមែនអត់ទេប្រសិនបើលោកអ្នកចង់វិនិយោគការវិនិយោគទាំងអស់មិនសំដៅទៅលើនៅពេលដែលយើងមានលុយច្រើនឬក៏មានធនធានច្រើនទើបអាចវិនិយោគបានទេអ្នកអាចវិនិយោគទៅលើការសិក្សាពង្រីកចំណេះដឹងនៅពេលនោះការសិក្សារបស់អ្នកល្អប្រសើរចំណេះដឹងរបស់លោកអ្នកល្អប្រសើរអ្នកក៏អាចរកការងារបាននិងរកចំណូលបានខ្ពស់ជាងមុនផងដែរយ៉ាងណាក៏ដោយការវិនិយោគតែងតែនាំមកនៅផលពីរទី1គឺការទទួលបានផលកម្រៃនិងទី2គឺហានិភ័យតើត្រូវធ្វើដូចម្តេចដើម្បីគ្រប់គ្រងហានិភ័យនិងការពារហានិភ័យទាំងអស់នោះបានទាំងនេះគឺជាមូលដ្ឋានគ្រឹះសំខាន់ដើម្បីឲ្យលោកអ្នកស្វែងយល់មុនពេលចាប់ផ្ដើមធ្វើការវិនិយោគ 1. កំណត់គោលដៅហិរញ្ញវត្ថុមានន័យថាមុនពេលអ្នកវិនិយោគអ្នកត្រូវកំណត់គោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់ដើម្បីអាចបែងចែកប្រាក់សម្រាប់ចំណាយការសន្សំនិងការវិនិយោគទី2កំណត់គោលបំណងច្បាស់លាស់និងស្វែងយល់ពីហានិភ័យនៃការវិនិយោគអ្នកគួរតែមានផែនការច្បាស់លាស់ក្នុងការវិនិយោគដោយត្រូវដឹងពីគោលបំណងរបស់ខ្លួនអ្នកថាតើអ្នកវិនិយោគដើម្បីអ្វីហើយអ្នករំពឹងថាបានអ្វីខ្លះពីការវិនិយោគនេះជាពិសេសទៅទៀតនោះអ្នកត្រូវចេះថ្លឹងថ្លែងពីហានិភ័យនៃការវិនិយោគនោះផងដែរដូចជាហានិភ័យទីផ្សារហ៊ុនឬសូម្បីតែហានិភ័យអត្រាប្តូរប្រាក់រូបិយប័ណ្ណធ្លាក់ចុះក៏អាចកើតមានផងដែរដែលអ្នកគួរតែសួរខ្លួនឯងថាប្រសិនបើហានិភ័យទាំងនោះកើតឡើងតើអ្នកទទួលបានវាកម្រិតណាហើយប៉ះពាល់ដល់សុខភាពហិរញ្ញវត្ថុរបស់អ្នកខ្លាំងឬទេទី3បង្កើនចំណេះដឹងនិងជំនាញលើការវិនិយោគអ្នកគួរតែបង្កើនការយល់ដឹងបន្ថែមទាក់ទងនឹងវិស័យវិនិយោគតាមរយៈការអានសៀវភៅការស្រាវជ្រាវតាមអ៊ីនធឺណិតចូលរួមវេទិកាឬសិក្ខាសាលាផ្សេងៗក៏ដូចជាតាមដានព័ត៌មានដែលកើតមានឡើងនៅទីផ្សារនេះជាដើមទី4តាមដាននិងកែតម្រូវជាប្រចាំអ្នកត្រូវតែតាមដានស្ថានភាពក្រុមហ៊ុនដែលអ្នកកំពុងវិនិយោគនោះជាប្រចាំនៅពេលដែលអ្នកយល់ថាក្រុមហ៊ុននោះអាចប្រឈមនឹងហានិភ័យអ្នកអាចកែតម្រូវទិសដៅការវិនិយោគរបស់អ្នកក៏បានដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគគឺអ្នកគួរតែបែងចែកការវិនិយោគឲ្យបានច្រើនប្រភពផ្សេងគ្នានិងសិក្សាស្រាវជ្រាវពីគោលដៅវិនិយោគជាពិសេសភាពស្របច្បាប់នៃក្រុមហ៊ុនដែលអ្នកចង់វិនិយោគនោះមើលទៅលើអត្រាប្រាក់ចំណេញនិងរយៈពេលនៃការវិនិយោគជាដើមជាពិសេសទៅទៀតនោះអ្នកគួរតែចាប់ផ្ដើមពីការវិនិយោគចំណុចតូចៗជាមុនសិនជាជាងចាប់ផ្ដើមក្នុងទំហំធំដែលប្រថុយប្រថាននឹងហានិភ័យខ្ពស់បន្ថែមលើពីនេះលោកអ្នកគួរតែសិក្សាស្វែងយល់ពីការវិនិយោគឲ្យបានច្បាស់លាស់មិនគួរនៅក្នុងការវិនិយោគតាមគ្នាហើយជានេះទៅទៀតនោះអ្នកត្រូវតែមានផែនការហិរញ្ញវត្ថុច្បាស់លាស់មានយុទ្ធសាស្ត្រនិងមានផែនការសម្រាប់ការវិនិយោគផងដែរជាដំបូងអ្នកត្រូវតែជ្រើសរើសវិនិយោគទៅលើអ្វីដែលអ្នកយល់ថាងាយស្រួលនិងមានហានិភ័យទាបហើយស្របទៅតាមសេដ្ឋកិច្ចក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកឧទាហរណ៍ថាអ្នកវិនិយោគដូចជាការដាក់ប្រាក់នៅក្នុងធនាគារដែលមានការប្រាក់ដែលអាចផ្ដល់ទ្រព្យចំណេញដល់លោកអ្នកហើយការសន្សំប្រាក់នៅក្នុងធនាគារនេះដែរគឺជាការវិនិយោគមួយដែលស្ទើរតែគ្មានហានិភ័យសោះឡើយ